ទាំងនេះគឺជាកម្ពុជាមនុស្សទាំង10ដែលសាហាវនឹងគួរឲ្យខ្លាចបំផុតនៅក្នុងប្រវត្តិសាស្ត្រ10 Else Coach ពីឆ្នាំ1906ដល់ឆ្នាំ1967ត្រូវបានគេស្គាល់ថាជាមេធ្មប់នៃ Buchenwald នាងល្បីល្បាញខាងធ្វើទារុណកម្មអ្នកទោសក្នុងជំរំប្រមូលផ្ដុំរបស់ណាស៊ីនិងយកស្បែកមនុស្សមកធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗដោយបានសម្លាប់មនុស្សប្រមាណ 5000 នាក់ 9 ថាបេហារ៉ែមឆ្នាំ1765ដល់ឆ្នាំ1840ជាមេក្រុមចៅនៅប្រទេសឥណ្ឌាដែលត្រូវបានគេជឿជាក់ថាបានសម្លាប់មនុស្សជាង931នាក់ដោយវិធីរឹតកជនរងគ្រោះទី8 H.H. Holmes ឆ្នាំ1861ដល់ឆ្នាំ1896ត្រូវបានគេចាត់ទុកជាឃាតករ serial ដំបូងគេនៅសហរដ្ឋអាមេរិកគាត់បានសាងសង់សន្តាគារមួយដែលមានឈ្មោះថាប្រាសាទឃាតកម្មដែលមានបន្ទប់សម្ងាត់សម្រាប់សម្លាប់ភ្ញៀវដែលមកស្នាក់នៅដោយបានសម្លាប់មនុស្សប្រមាណ200នាក់ទី7 Galdire ឆ្នាំ1404ដល់ឆ្នាំ1440ជាអភិជនបារាំងដែលបានចាប់ពង្រាត់ធ្វើទារុណកម្មនិងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃដោយចំនួនជនរងគ្រោះមានចន្លោះពី140នាក់ទៅ800នាក់6ទីម៉ូឬតម៉ូឡែនឆ្នាំ1336ដល់ឆ្នាំ1405ជាអ្នកចម្បាំងដែលសាហាវខុសខើដោយធ្លាប់បានសាងសង់ប៉មពីលលាក្បាលរបស់សត្រូវនិងបានបញ្ជាឲ្យសម្លាប់មនុស្សរហូតប្រមាណ17លាននាក់ទី5 Elizabeth Bathory ជាអភិជនហុងគ្រីដែលល្បីថាធ្វើទារុណកម្មនិងសម្លាប់ក្មេងស្រីរាប់រយនាក់ដើម្បីយកឈាមមកងូតរក្សាសម្រស់នាងត្រូវបានគេកត់ត្រាថាបានសម្លាប់ក្មេងស្រីប្រមាណ600នាក់4 Singhis Khan ឆ្នាំ1162ដល់ឆ្នាំ1227ជាអ្នកចម្បាំងនិងជាស្ថាបនិកចក្រភពម៉ុងហ្គោលដែលល្បីខាងគំនិតទីក្រុងទាំងមូលនិងសម្លាប់សត្រូវយ៉ាងសាហាវព្រៃផ្សៃបំផុតសង្គ្រាមរបស់គាត់បានសម្លាប់មនុស្សប្រហែល40លាននាក់ដែលស្មើនឹង 11% នៃចំនួនប្រជាជននៅលើពិភពលោកនាសម័យនោះ3 Vlad the Impaler ឆ្នាំ1431ដល់ឆ្នាំ1477ជាមេដឹកនាំរ៉ូម៉ានីដែលចូលចិត្តសម្លាប់សត្រូវដោយការដោតនិងឈើស្រួចទាំងរស់ភាពសាហាវខុសខើរបស់គាត់គឺជាប្រភពដើមនៃរឿងព្រេងបិសាចជញ្ជក់ឈាម Dracula ដោយបានសម្លាប់មនុស្សចន្លោះពី40000ទៅ100,000នាក់2 Joseph Stalin ឆ្នាំ1878ដល់ឆ្នាំ1953ជាមេដឹកនាំផ្ដាច់ការរបស់សូវៀតដែលការធ្វើទុកបុកម្នេញផ្នែកនយោបាយកាប់សម្លាប់និងការបង្អត់អាហារដោយចេតនារបស់គាត់ដែលបណ្ដាលឲ្យប្រជាជនខ្លួនឯងស្លាប់ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ចន្លោះពី9ទៅ20លាននាក់និងចុងក្រោយគេគឺ Adolf Hitler ឆ្នាំ1889ដល់ឆ្នាំ1945ជាមេដឹកនាំរបបអាល្លឺម៉ង់ណាស៊ីដែលជាអ្នកបង្កឲ្យមានសង្គ្រាមលោកលើកទី2និងការសម្លាប់បង្គាលគោលនយោបាយប្រឡាយពូជសាសន៍របស់គាត់ជាពិសេសទៅលើជនជាតិជ្វីបដែលបណ្ដាលឲ្យមនុស្សស្លាប់ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ចន្លោះពី11លាននាក់ទៅ17លាននាក់តើអ្នកទាំងអស់គ្នាបានស្គាល់ពីបុគ្គលដែលមានភាពសាហាវខុសខើផ្សេងទៀតដែរឬទេខមមិនពីចម្លើយរបស់អ្នកទាំងអស់គ្នាខាងក្រោមវីដេអូនេះកុំភ្លេច follow ម្នាក់មួយផងណា